จะได้ตัวบองนี้จุกยมบาดบนระที่ใดจังไงนี้យើងនឹងតមេរៀនជាមួយនឹងកង់ដងស្ទ័រហើយខ្ញុំគិតថាបងបងអាចនឹងចេះជាមួយនឹងប្រភេទ resistance ហើយដែលយើងបានបញ្ចប់អញ្ចឹងតោះបងបងកុំឲ្យខាត់ពេលយូរយើងនឹងតជាមួយនឹងមេរៀន resistance របស់យើងអញ្ចឹងទៅពេលដែលយើងចូលមកដល់មេរៀនបន្ទាប់ទៀតនេះយើងនិយាយជាមួយនឹងកង់ដងស្ទ័រប្រែប្រួលតម្លៃឬក៏កង់ដងស្ទ័រ variable វាឈ្មោះស្រដៀងជាមួយនឹងប្រភេទ resistance variable ដូចគ្នាអញ្ចឹងកង់ដងស្ទ័រប្រែប្រួលគេហៅកង់ដងស្ទ័រប្រែប្រួលតម្លៃហ្នឹងហៅថា variable ហ្នឹងគេយកទៅធ្វើអីគេយកវាទៅធ្វើជាដុំប៉ុសវិទ្យុរបស់យើងហ្នឹងឬក៏ប៉ុស TV សម្រាប់សេរីចាប់ប៉ុសអញ្ចឹងបងបានឃើញដូចជាករណីយើងឃើញវិទ្យុមួយបងឃើញជា volume មួយហ្នឹងគេហៅ variable ហើយប៉ុន្តែវាមានឈ្មោះវាដូចគ្នាអញ្ចឹងវាមាន volume ដូចវាមានទាំង resistance ផងវាមានជាមួយនឹង variable កង់ដងស្ទ័រផងអញ្ចឹងបងឃើញអាកន្លែងវិទ្យុដែលគេសេរីប៉ុសរបស់យើងអាប៉ុសវិទ្យុ SM 93 MHz អីហ្នឹងពេលដែលយើងសេរីទៅវាលោតទៅដល់អញ្ចឹងពេលដែលយើងហៅថាពេលដែលយើងសេរីវាធ្វើឲ្យតម្លៃ capacity វាជា farad ហើយវាប្រែប្រួលទៅ farad ហើយតម្លៃរបស់វាហ្នឹងបង្កើនផ្ទៃសញ្ញាលយើងហៅថាសញ្ញាលរបស់វាធំឬតូចអាស្រ័យទៅលើយើងមូលទេយើងមូលធំទៅធំមកមូលតូចអញ្ចឹងណាបងនេះគឺជារូបភាពតំណាងរបស់ហើយខ្ញុំសូមនិយាយបានថាជាមួយនឹងកង់ដង variable ចុះនេះគឺជារូបភាពហើយនេះគឺជានិមិត្តសញ្ញារបស់កង់ដង variable អញ្ចឹងបងបានឃើញជាមួយនឹងរូបភាពរបស់កង់ដង variable ហើយតោះបងឥឡូវយើងចូលមកដល់ការគណនាតម្លៃកង់ដងស្ទ័រតែម្ដងបន្ទាប់ពីដែលយើងបានសិក្សាជាមួយនឹង variable ហើយកង់ដង variable ហើយយើងចូលមកដល់កន្លែងគណនាតម្លៃកង់ដងស្ទ័រអញ្ចឹងការគណនាតម្លៃរបស់កង់ដងស្ទ័រយើងមើលបែបម៉េចអញ្ចឹងការមើលទៅលើតួរបស់ខ្លួនរបស់កង់ដងស្ទ័រដែលយើងហៅថាជាមួយនឹងប្រភេទ ceramic ហើយរបៀបអានបែបម៉េចណែរបៀបអានតម្លៃ capacity កង់ដងស្ទ័រ ceramic របៀបអានតម្លៃ capacity កង់ដងស្ទ័រ ceramic អញ្ចឹងយើងអាចនិយាយបានថាជាមួយនឹងការគណនាហើយជាមួយនឹងការរបៀបអានរបស់កង់ដងស្ទ័រអញ្ចឹងយើងអាចនិយាយបានថាចេះជួរទី1យើងហៅថាជួរទី1គិតជាលេខជួរទី2ក៏គិតជាលេខដែរប៉ុន្តែជួរទី3នៅក្នុងកង់ដងស្ទ័រនេះគឺគេហៅថាចំនួន time zone ចំនួន time zone អូខេហើយជួរទី4ហ្នឹងគឺហៅថាកម្រិតលំអៀងវាស្រដៀងជាមួយនឹង resistance កាបូនដូចគ្នាប៉ុន្តែវាមានឈ្មោះខុសគ្នាដែរអញ្ចឹងតោះបងកម្រិតលំអៀងរបស់វាមានដូចជាអក្សរ J របស់យើងនេះស្មើនឹងបូកដក 5% អក្សរ K ស្មើនឹងបូកដក 10% អក្សរ M នេះគឺស្មើនឹងបូក10 20% អញ្ចឹងបន្ទាប់ពីបងបានមើលជាមួយនឹងការគណនាតម្លៃកង់ដងស្ទ័រជាទ្រឹស្ដីហើយអញ្ចឹងយើងមកមើលកន្លែងគេអនុវត្តតែម្ដងអញ្ចឹងចូលមកដល់កន្លែងអនុវត្តនេះគឺគេនិយាយជាមួយខ្ញុំនឹងលើកឡើងមកនិយាយនេះជាមួយនឹងប្រភេទកង់ដងស្ទ័រ ceramic តម្លៃ 103K អញ្ចឹង 103K នេះស្មើនឹងប្រមាណស្មើនឹង10ហើយយើងថែម0ចំនួន3 10ថែម0ចំនួន3ទៀត picofarad អញ្ចឹងຂະຫນາດគិតជា picofarad ចំពោះកង់ដង ceramic ຂະຫນាតរបស់វា picofarad ហើយកម្រិតលំអៀងរបស់វាគឺអក្សរ K អញ្ចឹងគឺបូកដក 10% អញ្ចឹងចូលមកដល់បន្តទៀតជាមួយនឹង47យើងហៅថា 472M យើងមើលលេខ4នេះគឺជាជួរទី1ចូលជួរទី2គឺលេខ7ហើយជួរទី3នោះគឺជាចំនួន time zone ហើយចំនួនទី4ហ្នឹងគេហៅថាជួរទី4ហ្នឹងគេហៅថាកម្រិតលំអៀងអញ្ចឹងយើងយកមកជាមួយនឹងជួរទី1ជួរទី2គប់ចូលគ្នាយើងគប់ចូលគ្នាហើយកន្ទុយខាងក្រោយនេះអាកន្ទុយខាងក្រោយលេខ2នេះគឺចំនួនយើង time zone ហើយអញ្ចឹង
ចំនួនយើងថែម0ប្រមាណ2មិនបានដឹងថា2ដោយសារវាលេខ2ចុះបើសិនជាវាលេខ3ថែម0 3បងចុះបើសិនវាលេខ4អញ្ចឹងយើងត្រូវថែម0 4ចុះបើវាលេខ5អាហ្នឹងក៏ត្រូវថែម0 5តែកុំភ្លេចຂະຫນາດរបស់វា picofarad ហើយជាមួយនឹងកម្រិតលំអៀងរបស់វាក៏យើងត្រូវមើលដូចគ្នាតើវាជាអក្សរអ្វីអក្សរ J អក្សរ K ឬក៏អក្សរ M អញ្ចឹងយើងមើលខាងក្រៅរបស់វាមកគឺវាជាអក្សរ M អញ្ចឹងយើងមកមើលຂະຫນាត់យើងហៅថាមកមើលកម្រិតលំអៀងរបស់វាគឺអក្សរ M ស្មើនឹងបូកដក 20% អូខេបងកន្លែងទៅនេះបងយល់កន្លែងទៅហ្នឹងគឺយើងនិយាយពីជួរទី1ជួរទី2ហើយជួរទី3ហើយនិងជួរទី4ជួរទី1ជាលេខជួរទី2ជាលេខជួរទី3ថែម0ជួរទី4គឺយើងនិយាយថាកម្រិតលំអៀងរបស់វាហើយនេះគឺជារូបតំណាងរបស់ជាមួយនឹងកង់ដង់សតើដែលយើងយកមកកណនាតម្លៃរបស់វាຂະຫນາດគិតជា picofarad អញ្ចឹងបន្ទាប់ពីបងបានយល់ហើយបានដឹងជាមួយនឹងប្រភេទកង់ដង់មួយហ្នឹងហើយបងថាអូខ្ញុំធ្លាប់ឃើញតើជាមួយនឹងកង់ដង់មួយហ្នឹងប៉ុន្តែខ្ញុំអត់ចេះអានតម្លៃទេអញ្ចឹងបងមើលវីដេអូនេះត្រូវហើយយើងនឹងប្រាប់ពីតម្លៃរបស់វាអញ្ចឹងយើងកុំឲ្យខាត់ពេលយល់ទៀតបងយើងបន្តជាមួយនឹងប្រភេទកង់ដង់សតើ DC បែបម៉េចដែលខ្ញុំលើកបង្ហាញបងកាលពីវីដេអូមុនហើយខ្ញុំនឹងលើកមកបង្ហាញបងម្ដងទៀតអញ្ចឹងតោះការមើលតម្លៃលើកង់ដង់សតើ DC យើងហៅថាមើលតម្លៃជាមួយនឹងកង់ដង់ DC បងទាំងអស់គ្នាអាចនឹងឃើញហើយនេះអាចនឹងយល់ហើយជាមួយនឹងប្រភេទកង់ដង់បែបហ្នឹងវានឹងមានលេខឲ្យយើងមើលនេះបងអាចអត់ឃើញដែរអញ្ចឹងខ្ញុំសូមអធិស្ឋានផងណាបងព្រោះលេខវានៅចំតែនេះអញ្ចឹងគេហៅថា capacity មួយនៅលើខ្លួនរបស់វាមានសរសេរចំនួនរបស់វាមកចំនួនប្រហែល2200 microfarad 16 V 85 អង្សាសេអញ្ចឹងនៅក្នុងនេះគឺសរសេរមក47 microfarad 16 V ហើយគេអត់ប្រាប់អង្សាសេសោះអត់ឃើញអត់ទាន់ដឹងថាប្រមាណអង្សាសេទេអូនេះជាមួយនឹង105 អង្សាសេជាមួយកង់ដង់នេះមួយហើយអញ្ចឹងមានន័យថាចេះមានន័យថាកង់ដង់ហ្នឹងយើងនិយាយថាលើកង់ដង់ហ្នឹងមកអញ្ចឹងមានន័យថាកង់ដង់ដំណើរការបានចំពោះតែតង់ខ្ញុំប៉ុណ្ណឹងឯងតង់ខ្ញុំប៉ុណ្ណឹងឯងតែបើសិនជាលើសហ្នឹងគឺវាខូចហើយបើសិនជាលើសរបស់វាលើជាតម្លៃរបស់វាខូចហើយអាចទៅពេលយើងប្រើអាចខូចអញ្ចឹងណាបងចំណាំកន្លែងទៅហ្នឹងបើសិនជាយើងលើសវានឹងអាចខូចតោះបងយើងចូលទៅបន្តទៀតអញ្ចឹងពេលដែលយើងចូលមកបន្តទៀតនេះគឺយើងនឹងចូលទៅកង់ដង់ហ្វៀមហើយយើងនិយាយថាការមើលតម្លៃទៅលើកង់ដង់ហ្វៀមអញ្ចឹងប្រសិនបើជាកូដយើងហៅថាបើសិនជាកូដលេខដូច33 220 680តម្លៃកង់ដង់សតើនេះគិតជា picofarad ណាបង picofarad តែបើសិនជាករណីបើយើងនិយាយថាតែបើកូដដូច0.ហើយជាមួយទៀត 0.047 ហើយជាមួយមួយទៀតជាមួយនឹងតម្លៃលេខជាមួយនឹង 0.0082 តម្លៃកង់ដង់សតើនេះគិតជា microfarad ដោយសារវាទូចមែនតើអត់ច្រឡំវាទូចនេះវាទូចជាងនេះទៀតអញ្ចឹងតម្លៃរបស់វាគឺគេគិតជា microfarad ក្នុងការដែលយើងវាស់វាអាចអត់ឃើញទេព្រោះវាទូចពេកតម្លៃវាទូចមែនតើអញ្ចឹងនេះគឺជានិមិត្តសញ្ញារបស់កង់ដង់សតើឬក៏រូបភាពជាមួយនឹងការអានតម្លៃរបស់កង់ដង់សតើហ្វៀមវាស្រដៀងជាមួយនឹងអាចនិយាយបានថាជាមួយនឹងកង់ដង់ដែលយើងកណនីតម្លៃពីខាង slide ដំបូងអញ្ចឹងនេះបងអាចឃើញនៅខាងក្រោមលេខនេះអញ្ចឹងគេដាក់មកលេខប្រមាណនេះគេប្រាប់ពីតម្លៃលេខរបស់វាហើយអញ្ចឹងតម្លៃលេខទី1តម្លៃលេខទី2តម្លៃលេខទី3ជាមេគុណទី4នេះកម្រិតលំអៀងអញ្ចឹងណាបងអញ្ចឹងកម្រិតលំអៀងរបស់វានេះអក្សរ J
buộc đọ 5% ở sọ khế buộc đọ 10% ở sọ ấm buộc đọ 10 20% đây kia còn tay cũng rầm liếng với vì mình này vì mình 1% 2% 3% cho mùi năng có thể lịch 8 lịch 4 lịch 7 chẳng ní cứ chia đây nhưng mà vô màu tầm bày tầm lại lịch bảo bia chẳng nó bong chẳng viết ma đừng có man bong ai khơi cho mùi năng mà rối 54k chẳng mà rồi 54k dương vô máu đập 5 côn man bong mơ cái này đấy vì khơi mán viết ma nóng côn man chẳng nó bong hãy dương vô mà con với máu nâng khơi nằm lại lên còn tay complex khăn viết kết chia pico và rắn bà sân vì chia đầm lại thùng bà sân vì khơi nằm lại lực vì hai thằng lấy cô bảo viên lớp hái chẳng dương kết đầm lại bảo vía khăn bảo vía cứ kết chia pico và rắn chẳng nó bong chẳng lại tên đôi khi nè đôi chiều mùi nâng bài bánh mùi nâng slide bài bánh đá hay cho mùi nâng con đông star đôi khi nè cho mùi nâng ceramic hay là ceramic còn tay không ca ní cứ chỉ lấy khâu cho mùi nâng bọc hết ceramic cứ dừng time zone còn tay nơi không con đông phím dừng trâu mơ tràng đâm bay kẹn nì việc bạn với dừng ảnh đừng công rừng yên bảo vì ở ban trong trời chẳng là một bóng hay cho mùi ní cứ chỉ bọc hết ở cái hai thà tôi chiên xong mình nhưng mà ban mới xong mình chỉ thấy món nào bóng này cũng rất yên bằng việc với cái này chẳng hạn tôi chiên cái tôi chiên pico farad không chiến pico farad đọc pico farad chẳng không video bà dương ní cứ cho mùi nâng con đón cứ dương ở ban bên cho mày cho mùi nâng con đón tờ chẳng dương màu đăng vì rụt biệp hai thà rụt biệp vô con đón tờ hay chẳng mùi nâng video cáo nhom nâng thôi cho mùi nâng ca vô con đông sờ chun bong nè đầm bay mờ ta phía bạc mạch hay cho mùi nâng cam thì protein đôi khi chân rồi biết bua con đông sờ rồi biết bua con đông sờ môn pe để dương thua cao bua con đông sờ dương tới trăm proca mùi chùm nuốt đôi thằng cầu nè dương trăm proca bảo vía bong complex đây trăm proca tha đó con đông sờ trên nhảy phật bị xị kia này ít cho làm mà lấy này xịt quý ở kia chân môn nông pe để dương ở bó ô tô cạn đây bị chlong rồi dân dương bó tới ở đông này chân dương đổ vì màu mùi cho máu bong bùa vì màu nâng khơi nhỉ hay tổ tiết cứ khả hơi tha bọn tê phơi trên nhỉ vì con đông sờ chân không cạn đấy khác con đóng viêm tục phơi ấy nhưng hai ta con đóng cứ cạp tục hay nâng tê chân bó sân chịu bong bọn tê vì trên đưa cỏ dương hai ta ăn bàn tay với chân dương ai bả dương ai chọn đó xong chạm bong một non tiết và sân thì dương cạn này dương ni hai dương ở ban đi vì thế ai đừng chọn chứ nó bong hay dương vậy bị cạn này mới tiết hay thà cạn này con đông sờ hay thà cạn này con đông sờ khôi chẳng gọi nên cho lòng xe suối cạn này khôi miền bay cạn này dương hai thà cạn này ở con đông sờ khôi cạn này con đông sờ khôi miền bay mình là bay khăn chẳng nó bóng tỏ con đông sờ ti môi nó cứ dừng vậy vì con đông sờ đạch chẳng mình đây thá đạch trường nhìn như thằng đạch trường con đông sờ thằng nồng thì ai đạch tên này thứ mà sao mình chỉ hiên này dừng tự hay dừng mơ ai chùm ở giờ dừng ai mơ chùm mùi nâng rút riêng bảo vệ đá bà sân chỉ rút riêng viên mơ tới cặp bạch cặp bao hai bây dừng tới bong đô trên tới chỉ viên không cam tục đã nó có cạn này khối con đó hay to pi tiết nhưng hai thà con đông sờ to chuột chẳng mi này thà Isolong nhưng hai thà Isolong chừng lo thà vì min chừng lo bảo hóng Amatu clear nhưng hai thà Isolong chừng lo Amatu clear nôm ói Amatu nó việc chuột khỉ to chuột khỉ Amatu nó to chuột khỉ nó cứ cạn này nó cứ pe đập quạt máu gì chẳng đâu mà bón chẳng chậm nhung vô nó hàng cao tiết chẳng con đông sờ và top tiếp cái dương vậy bị con đông sờ sao gì nhưng vậy con đông sờ sao gì mini thay chứ vi thi cho môi nâng Isolong đòi này đã thua oi bận tục Akisini bận té mà kháng cho long tới bận té mà kháng thì
chẳng miền này tha cạn này tha tàu vía sói cạn này nó cứ dừng vậy bàn tha vì thưa ao bận tụ kỳ sinh nó việc giờ hà tha to chỉ bận tiền bảo viên nó mà kháng tới mà kháng tiền bạn chẳng vì aiនឹងsói chúng mình còn đòn này chẳng bong bong summer កន្លែងរូបនេះម្ដងទៀតអញ្ចឹងកន្លែងកង់ដង starter តភ្ជាប់គ្នានេះអញ្ចឹងមានន័យថាដូចយើងនិយាយថាវាធ្លាជាមួយនឹងប្រភេទអាម៉ាតូដែលយើងនិយាយថាអ៊ីសឡង់ចន្លោះធ្លាអាម៉ាតូហ្នឹងបងបងអញ្ចឹងពេលដែលវាធ្លាហើយនាំឲ្យអាម៉ាតូហ្នឹងវាតភ្ជាប់គ្នាមិនអញ្ចឹងក្នុងករណីពេលដែលយើងវាស់យើងយកកង់ដង starter យកទៅវាស់ករណីវិវត្តមកចំណុចលេខ0ហើយជាមួយមួយទៀតជាមួយមួយខាងទៀតជាមួយនឹងវត្តមកលេខ0ទាំងពីរហ្នឹងអញ្ចឹងមានន័យថាវាជាប់គ្នាហើយអញ្ចឹងហៅថាកង់ដង starter តភ្ជាប់គ្នាអញ្ចឹងតោះបងកន្លែងយើងនិយាយថាបានថាជាមួយនឹងកង់ដង starter ដាច់យើងនិយាយថាដាច់បែបម៉េចអញ្ចឹងក្នុងករណីពេលដែលយើងវាស់ក្នុងករណីយើងវាស់មកវាអត់ឡើងទេវាអត់ឡើងទាំងពីរហ្មងអញ្ចឹងមានន័យថាកង់ដង starter ហ្នឹងដាច់ហើយវាខូចហើយអញ្ចឹងយើងដូរកបាត់ចោលទៅអញ្ចឹងណាបងហើយជាមួយនឹងកង់ដង starter ហៅថាខ្សោយឬឆ្លងឲ្យទៅពេលដែលយើងវាស់មកលោតមកដល់កន្លែងកណ្ដាលហ្នឹងនឹងថ្ម៉េះនឹងថ្មឹងមកហើយជាមួយវត្តមកខាងទៀតវានៅ0ប៉ុន្តែក្នុងករណីដែលយើងនិយាយថាកង់ដងនៅល្អពេលដែលយើងវាស់វាវត្តហើយវាធ្លាក់មកវិញវាធ្លាក់លឿនណាព្រោះវាធ្លាក់យឺតវារៀងខ្សោយដែរប៉ុន្តែបើថាវត្តចេះហើយធ្លាក់អញ្ចេះអញ្ចឹងមានន័យថានៅល្អអញ្ចឹងចាំបងតាមដានជាមួយនឹងវីដេអូទៅជាមួយនឹងការវាស់កង់ដងទាំងអស់គ្នាអញ្ចឹងវីដេអូរបស់យើងក៏ឈានចូលដល់ទីបញ្ចប់ដែរអញ្ចឹងបើសិនជាបងមានចម្ងល់ឬក៏មានបញ្ហាអីផ្សេងជាមួយនឹងមេរៀនកង់ដងបងអាចខមមិនឬក៏ឆាតប្រាប់ខ្ញុំផ្ទាល់បានថាវីដេអូរបស់ខ្ញុំអាចនឹងធ្វើលឿនឬក៏បែបម៉េចអញ្ចឹងខ្ញុំព្យាយាមមួយសម្រាប់បងអស់គ្នាដើម្បីឲ្យបងអស់គ្នាតាមខ្ញុំទាន់តែបើសិនជាបងថាអត់ទាន់ទេបងអាចប្រាប់ខ្ញុំបានអញ្ចឹងណាបងហើយជាចុងបញ្ចប់ខ្ញុំសូមអរគុណទៅដល់បងអស់គ្នាដែលបានតាមដានទស្សនាវីដេអូខ្ញុំរហូតដល់ចប់ហើយកុំភ្លេចបងជួយចុច Subscribe ហើយនឹងជួយចុច like Facebook page របស់យើងម្នាក់មួយផងហើយនឹងចុច all video នឹងឃើញវីដេអូយើងថ្មីទៀតហើយខាងជាមួយនឹងពួកខ្ញុំក៏មានទទួលជាមួយនឹងការដំឡើងប្រព័ន្ធកាមេរ៉ាសុវត្ថិភាពការដំឡើងជាមួយនឹងប្រព័ន្ធភ្លើងហើយនឹងការជួសជុលគ្រឿងអេឡិចត្រូនិកបន្តិចបន្តួចផងដែរហើយជាចុងបញ្ចប់ម្ដងទៀតដែរខ្ញុំសូមអរគុណទៅដល់បងប្អូនអរគុណច្រើនបង